កំរងរឿងពិតរបស់អ្នកនិពន្ធជាប្រភេទសៀវភៅប្រឡោមលោកដែលមានចំណងជើងថាទូតមច្ចរាជភាគបញ្ចប់និពន្ធដោយលោកតឹមមនីហៅស្មេ7មករាបានរំដោះទឹកដីក្រៀមក្រោះប្រែស្រស់ញញឹមពេលវេលាមួយបានឈានចូលមកដល់រាជខ្មែរលេងខ្វល់ដួងចិត្តភ្លឺថ្លាឆ្លងផុតមរណាទុក្ខាលែងមានពេលនេះដែនកំណត់ជីវិតរបស់ខ្ញុំពិតជាមានអត្ថន័យល្អមែនដែលការរួចចាក់ផុតពីអន្លង់ទុក្ខប្រែคลายសោភាដោយជីវិតនេះពិតជាមានសុភមង្គលដ៏ល្អរុងរឿងនៅក្រោមដំណក់ហិមៈនាយព្រឹកព្រលឹមវ័យត្រូវបានបញ្ចប់នៅក្រោមសូរសំណោកសោកក្អាកក្អាយនៃសន្តិភាពពិតប្រាកដដែលយើងបានឆ្លងផុតពីនាវាដ៏អាស្រូវក្នុងរបបខ្មៅងងឹតកន្លងមកនេះ